안녕하세요, 여러분. 우리 같이 한국어를 공부할 거예요. 오늘을 물건 관역 단어 공부할 거예요. OK អ្នកនរគ្នាថ្ងៃនេះគឺយើងទៅសិក្សាជាមួយនឹងពាក្យដែលមានទំនាក់ទំនងជាមួយនឹងវត្ថុ OK អញ្ចឹងថ្ងៃនេះយើងរៀនពាក្យដែលមានទំនាក់ទំនងនឹងវត្ថុ Setano ពាក្យថ្មី Mulkon វត្ថុ Yonsei សោ Yonsei សោ Kachuk Sajin រូបថតគ្រួសារ Kachuk Sajin ខាបាំងកាតាប ខាបាំងកាតាប ឈីកាប់កាបូកប្រាក់ ឈីកាប់កាបូកប្រាក់ យ៉ខ្វ័នលិខិតឆ្លងដែន យ៉ខ្វ័នលិខិតឆ្លងដែនអញ្ចឹងលិខិតឆ្លងដែនហ្នឹងវាគឺជា passport អ្នកទាំងអស់គ្នា យ៉ខ្វ័ន អ៊ូសាន់ឆាប់ ខអ៊ូលកញ្ចក់ ខអ៊ូលកញ្ចក់ ខ្វាចាំងភូមិ គ្រឿងសំអាង ខ្វាចាំងភូមិ គ្រឿងសំអាង ភិតក្រាស់អ្នកទាំងអស់គ្នាភិតនេះប្រែថាក្រាស់សិតសក់ភិតក្រាស់ អេអធឺរ៉ាអ៊ីអម៉ាស៊ីនសម្ងួតសក់ឬក៏យើងអាចដាក់ថាម៉ាស៊ីនផ្លុំសក់ទៅក៏បានដែរអ្នកនរគ្នាដោយសារតែយើងរៀនភាសាកូរ៉េពិបាកចាំអញ្ចឹងយើងហៅធ្វើម៉េចមកចាំខ្លួនយើងអញ្ចឹងណាហ្នឹងហើយ AR ធឺរ៉ា AR ម៉ាស៊ីនផ្លុំសក់អីចឹងទៅ ផេកេខ្នើយ ផេកេខ្នើយណាខ្នើយយើងគេងអ្នកនរគ្នាផេកេ អ៊ីភុលភួយ អ៊ីភុលភួយអូខេអ្នកនរគ្នាអញ្ចឹងអ៊ីភុលយើងប្រែថាភួយអញ្ចឹងយើងអានពីលើមកសារថ្មីហ្នឹងហើយថាស៊ីគឺសេយ៉ូអានម្ដងទៀតអញ្ចឹងណាអូខេសេថាណូពាក្យថ្មីមុលកនវត្ថុ យ៉នសេសោ ខាជុកសាជីន រូបថតគ្រួសារ ខាបាំងកាតាប ឈីកាប់កាបូកប្រាក់ យ៉ខ្វ័នលិខិតឆ្លងដែន អ៊ូសាន់ឆាត់ ខូលកញ្ចក់ ខ្វាចាំងភូមិ គ្រឿងសំអាងអូខេអ្នកទាំងអស់គ្នាអញ្ចឹងពាក្យទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាក៏ដាក់សភៅដៃទៅវាសុទ្ធតែជាពាក្យល្អនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េអញ្ចឹងអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកទាំងអស់គ្នាដែលគាត់មានចំណាប់អារម្មណ៍ចង់សិក្សាភាសាកូរ៉េដើម្បីប្រឡងមកធ្វើពលករនៅក្នុងប្រទេសកូរ៉េអ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកកាន់ខ្ញុំបាននៅឲ្យខ្ញុំដាក់ link description នៅពីក្រោមហ្នឹងគឺវាមាន Telegram របស់ខ្ញុំផ្ទាល់ឬក៏ Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាអាចឆាតសួរតម្លៃបានណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត